ជំរាបសួរបងប្អូនតោះចឹងយើងមកអាប់ដេតទៅលើដំណើរទីផ្សារមាសសម្រាប់ការជួញដូរនៅថ្ងៃទី3ខែ6ឆ្នាំ2025ទីផ្សារមាសបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងតំបន់03360យើងឃើញដំណើរទីផ្សារមាសនៅពេលបើកផ្សារការពីព្រឹកមិញគឺបានហក់ឡើងពីតំបន់03380តិចតួចឡើងមកដល់តំបន់03390ដៅហើយក៏ព្យាយាមនៅក្នុងការទម្លាក់ខ្លួនដោនចូលមកខាងក្រោមផងដែរនៅក្នុងកម្រិតដែលបានដោនចុះមកខាងក្រោមពី03390តិចតួចនេះលោតមកដល់03360យើងឃើញកម្រិតដែលបានដោនចុះមកខាងក្រោមគឺខ្ទង់$30ក្នុងមួយអោនដែលទីផ្សារកំពុងតែដើរ slow ឬក៏កំពុងតែព្យាយាមនៅក្នុងការរកឱកាសក្នុងការបន្តចុះទៅបន្ថែមទៀតអញ្ចឹងយើងឃើញកម្រិតដំណើរទីផ្សារដែលបានដើរកាលពីម្សិលមិញគឺឡើងច្រើនឡើងតាំងពីព្រឹកថ្ងៃល្ងាចរហូតដល់យប់ផងដែរមានន័យថាវាបាន start ឡើងពីតំបន់03290ជាង9495លោតមកដល់03380ស្រាលតិចតួចអញ្ចឹងនៅក្នុងកម្រិតដែលបានដើរកាលពីម្សិលមិញគឺខ្ទង់$80ទៅ$90ក្នុងមួយអោនគឺច្រើនមែនទែនបងប្អូនមានន័យថាវាព្យាយាមឡើងហើយឡើងទៀតឡើងហើយឡើងទៀតដូចបងប្អូនបានឃើញអញ្ចឹងពេលព្រឹកពេលថ្ងៃរហូតដល់យប់ទើបតែចុះនៅព្រឹកមិញនៅថ្ងៃទី3នេះទេដែលបានទម្លាក់ខ្លួនមកខ្ទង់30លេខជាងអញ្ចឹងយើងឃើញកម្រិតឬក៏កម្លាំងដែលអាចដើរអត្រានៅក្នុងដើរបន្តទៀតនៅក្នុងថ្ងៃនេះគឺទីផ្សារមាសគឺកំពុងតែដោនចុះហើយក៏មានឱកាសនៅក្នុងការចុះទៅបន្ថែមទៀតដែរបងប្អូនអញ្ចឹងយើងឃើញកម្រិតតាំងពីព្រឹករហូតដល់ពេលនេះគឺដើរខ្ទង់30លេខហើយអញ្ចឹងវាអាចនឹងទៅថែមបន្តិចបន្តួចឬក៏មួយជើងទៀតអញ្ចឹងតំបន់ដែលឡូជ្រៅដែលអាចនឹងទីផ្សារដើរទៅខ្លាំងបងប្អូនឥឡូវវាកើនៅក្នុងតំបន់នេះមកតង់ហើយអញ្ចឹងតំបន់មួយជើងទៀតគឺ0នេះបងប្អូនបាទគឺ0333040ហ្នឹងឯងអញ្ចឹងឥឡូវឧទាហរណ៍ថាវានៅកំពុងតែស្ថិតនៅក្នុង03360អញ្ចឹងចុះមកមួយជើងទៀតខ្ទង់20ទៅ30លេខទៀតហ្នឹងឯងគឺដល់ហើយ0333040ជាង50ហ្នឹងឯងគឺជាតម្លៃដែលទីផ្សារអាចនឹងមានឱកាសនៅក្នុងការកើហើយបូកឡើងទៅលើវិញអញ្ចឹងបងប្អូនឃើញវាកំពុងតែនឹងជុំនៅតំបន់ហ្នឹងក៏ជាមួយដែលទីផ្សារប្រង់តែឡើងដែរអញ្ចឹងគាត់ថាកម្រិតឬក៏អត្រាដែលប្រាក់ដុល្លាររៀងល្អជាងអញ្ចឹងកម្រិតតម្លៃទីផ្សារមាសរៀងដោនអញ្ចឹងទីផ្សារគឺព្យាយាមដោនចុះខាងក្រោមបែបហ្នឹងហើយអញ្ចឹងវាអាចនឹងជុំបើសិនជាបុកធ្លាយនៅតំបន់ខ្សែ MA មួយខ្សែនេះគឺវានឹងមកជើងទៀតគឺស្រួលនេះតែម្ដងអញ្ចឹងវាមានហេតុផលពីរដែរបើបុកធ្លាយទេនៅតំបន់ហ្នឹងគឺវាព្យាយាមនៅក្នុងការអង្គិលឡើងមកវិញខ្លះតាមទំនោរបែបនេះហើយបើសិនជាបុកធ្លាយចូលមកជើងទៀតមកដល់តំបន់ហ្នឹងក្តីក៏វាព្យាយាមនៅក្នុងការអង្គិលហោះឡើងទៅលើវិញដូចគ្នាផងដែរជាទូទៅបើសិនជាដំណើរទីផ្សារចុះមកខ្ទង់30-40លេខហើយយើងមានតែរកឱកាសនៅក្នុងការវាយបកទេប៉ុន្តែដូចបងប្អូនបានឃើញនៅក្នុងកម្រិតដំណើរទីផ្សារដែលបានដើរកាលពីម្សិលមិញឧទាហរណ៍ណាវាគឺឡើងរហូតឡើងហើយឡើងទៀតប៉ុន្តែសួរថាតើឱកាសដែលយើងអាចទិញគឺនៅតែមានណាបើសិនជាយើងធ្វើការ follow ទៅលើដំណើរទីផ្សារកំពុងតែដើរនៅពេលស្ថានភាពបច្ចុប្បន្នគឺយើង follow ទិញមានន័យថាកម្លាំងទីផ្សារវាព្យាយាមបុកឡើងទៀតទោះដឹងថាតម្លៃទីផ្សារហ្នឹងវាដើរមកខ្ទង់30-40លេខក៏នៅតែមានឱកាសក្នុងការទិញប៉ុន្តែត្រូវទិញដោយទាញផលចំណេញកម្រិតខ្លីៗក៏ព្យាយាមទាញផលចំណេញវែងអីដោយសារតែទី1វាឡើងច្រើនទី2កម្រិតទីផ្សារធម្មតាតឡើងច្រើនវាអាចនឹងកើឡើងទៅលើតិចតួចទៀតហើយក៏ដោនចូលមកខាងក្រោមវិញអញ្ចឹងទៅប៉ុន្តែសួរថាបើសិនជាយើងធ្វើការលក់បច្ច្រាស់ដំណើរទីផ្សារលក់បានអត់គឺលក់បានដោយសារទី1ទីផ្សារឡើងច្រើនទី2យើងកុំលក់ហ្នឹងទាញផលចំណេញឆ្ងាយដូចគ្នាដោយសារតែបើសិនជាយើងមើលឃើញកម្លាំងវាកំពុងតែឡើងច្រើនហើយទោះបីលក់ទាញផលចំណេញឆ្ងាយកម្រិតណាក៏ទៅមិនរួចដែរអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងនៅក្នុងកលៈដែលវាឡើងហើយវាបានចុះវិញខ្លះអានេះគឺជាចំណុចដែលយើងបានផលចំណេញដូចតំបន់នេះអញ្ចឹងបើឡើងរហូតអត់មានចំណុចត្រូវចូលផ្សារទេយើងសឹងថាបាច់ចូលទេមានថាអត់មានកន្លែងទៅចូលទេដូចតំបន់ខាងលើនេះយើងអាចចូលតិចតួចឬក៏តំបន់0នេះឃើញទេគឺយើងអាច sell តំបន់យក profit ខ្លីៗផងដែរអញ្ចឹងដំណើរទីផ្សារនៅក្នុង0នេះជាមួយឈុំមានន័យថាបើសិនជាយើងលក់ទាញផលចំណេញខ្លីៗគឺវាមានឱកាសបានហើយតែបើសិនជាយើងថេកឆ្ងាយពេកគឺទៅអត់រួចទេអញ្ចឹងដូចកម្រិតកម្លាំងទីផ្សារមាសនៅក្នុងថ្ងៃនេះយើងឃើញអញ្ចឹងវាចុះមកខ្ទង់30លេខធម្មតាគឺវាបកទៅលើខ្លះហើយវាមិនមែនន័យថាចុះមកអត់បកទេដូចបងប្អូនឃើញអញ្ចឹងចុះមកដល់តំបន់នេះគឺបកមួយជើងបើឡើងមួយជើងធម្មតានេះចុះមកមួយជើងទៀតឥឡូវដល់តំបន់ខ្សែ MA នេះគឺបំរុងតែឡើងតិចតួចទៀតប៉ុន្តែឡើងហើយក៏អាចនឹងចុះមកទៀតអញ្ចឹងបើសិនជាយើងធ្វើការ buy scale ខ្លីៗ take profit ត្រឹម3លេខ5លេខ10លេខអីគឺយើងអាច take បានហើយតែបើយើងទាញរហូតដល់20-30-40លេខអានឹងរៀងពិបាកបន្តិចអញ្ចឹងណានៅក្នុងរង្វង់ដំណើរទីផ្សារដែលបានឡើងដូចបងប្អូនបានឃើញអញ្ចឹងវាមកបុកផ្ដាច់កាំពីម្សិលមិញនៅតំបន់ trend មួយនេះគឺស្ថិតនៅក្នុង03300តិចតួចនឹងឯងដែលវាបុកផ្ដាច់ហើយវាព្យាយាមហោះឡើងមកលើអញ្ចឹងវាមកដាច់ទាំងតំបន់កំពូលនេះទៀតឡើងពីមួយជើងហ្នឹងពីតំបន់03360ហ្នឹងឡើងដល់03390តែម្ដងឡើងនេះគឺមានន័យថាវាមកផ្ដាច់នៅតម្លៃកំពូលនេះវាបានបង្កើតកំពូលហើយអញ្ចឹងយើងឃើញ candlestick ដែលបង្កើតទៅជាកម្លាំង candle down យើងឃើញពេលដែលឡើងគឺមាន4-5 candlestick នៅក្នុងលំហូរ4ម៉ោងគឺឡើងច្រើនគួរសមហើយអញ្ចឹង candlestick នៅពេលបច្ចុប្បន្នគឺកំពុងតែទម្លាក់ខ្លួនដោនចូលមកខាងក្រោមបើទៅលើ
បច្ចេកទេសទៅលើ structure វិញ technical វិញមានន័យថាតំបន់ដែលល្អខ្លាំងគឺវាព្យាយាមមករត់មកដល់តំបន់0ដែលវា break high នេះតែម្ដងអាចនឹងត្រឹមកម្រិតតម្លៃប្រមាណគឺ03320ទៅ3330ឬក៏អាចតំបន់ខ្សែ MA មួយផ្នែកនេះផងគឺ03300គុណប៉ុន្តែគាត់ថាកម្រិតឬក៏ដំណើរទីផ្សារនៅពេលដែលវាព្យាយាមបានឡើងច្រើនបូកមកមួយថ្ងៃហ្នឹងគឺអាចនឹងមកមិនទាន់ដល់កម្រិតហ្នឹងទេគាត់ថាវាអាចនឹងមកកម្រិតតិចតួចបូកឡើងទៅលើវិញហើយចុះតាមបច្ចេកទេសចឹងទៅឬក៏រងចាំមកព័ត៌មានព្រឹត្តិការណ៍ណាមួយចេញមកវានឹង down ខ្លាំងមកដល់តំបន់ structure ហ្នឹងតែម្ដងអញ្ចឹងបើសិនជាយើងធ្វើការ follow ទៅលើទិសដៅឬក៏បច្ចេកទេសនៅក្នុងការចូលផ្សារទី1ឲ្យរងចាំឲ្យល្អមកមានន័យថាយើងមានតែរងចាំតិចនៅ03300ហ្នឹងឯង3200 3210ឬក៏3220ប៉ុន្តែវាមិនមែនជាចំណុចដែលដំណើរទីផ្សារហ្នឹងអាចចុះមកដល់ក្នុងថ្ងៃហ្នឹងគឺអត់ទេអាចនឹងប្រើពេលមួយថ្ងៃពីរថ្ងៃទៀតអញ្ចឹងទៅតែបើសិនជាតំបន់03340 3350ហ្នឹងគឺវាអាចនឹងចុះមកដល់ក្នុងកម្រិតថ្ងៃហ្នឹងផងដែរអញ្ចឹងយើងមើលឃើញថាដំណើរទីផ្សារវាព្យាយាមនៅក្នុងការ down ចុះឡើងតិចតួចចុះបែបនេះគឺប្រកាសទៅជាលំហូរ down បែបនេះអញ្ចឹងណាហើយបើសិនជាវាអត់ចុះដួលទម្រង់ដល់អ្វីដែលយើងមើលឃើញទេមានន័យថាវានៅក្នុងព្រឹត្តិការណ៍មកព័ត៌មានព្រោះសប្តាហ៍នេះគឺមានព័ត៌មានធំៗទីទៀតយើងនឹងឆែកមើលដល់គ្នាអញ្ចឹងនៅក្នុង03390ឬក៏3400ករណីដែលទីផ្សារបុកប្រេកហើយដាច់អញ្ចឹងកម្លាំងបន្ទាប់ទៀតគឺលោតមកដល់03430ឬក៏3500តែម្ដងអានេះគឺជាកម្លាំងបន្ទាប់ទៀតដែលវាបុកនៅម៉ោងព័ត៌មានយ៉ាងណាក្ដីយើងឃើញថាដំណើរទីផ្សារនៅក្នុងថ្ងៃនេះគឺមានភាគរយនៅក្នុងការ down ក៏ចុះមកក្រោមអញ្ចឹងកុំព្យាយាមទិញដោយទាញ profit ឆ្ងាយហើយបើឡើងត្រឹមកម្រិតមធ្យមដែលអាចធ្វើបានគឺយើងលក់ទាញផលចំណេញផងដែរអញ្ចឹងយើងអាប់ដេតទៅលើតម្លៃទីផ្សារដែលអាចធ្វើការជួញដូរបាននៅក្នុងថ្ងៃទី3នេះផងដែរតំបន់ទី1យើងអាចទិញនៅ03354តំបន់ទី2យើងអាចទិញនៅ03344និងតំបន់ទី3គឺ03335ចំណែកតំបន់ដែលយើងលក់វិញគឺ03375និងតំបន់ទី2គឺ03384តំបន់ទី3គឺ03393ជាចំណុច0កំពូលចាស់ហ្នឹងឯងបើយើងមើលទៅលើ candlestick នៅក្នុងទំហំ30នាទីវិញគឺកម្លាំង candlestick គឺបង្កើតទៅជាបកគោ bullish ហើយវា reject down ហើយវាព្យាយាមនៅក្នុងការឡើងតើវាអាចឡើងដល់ណាជាមធ្យមគឺវាឡើងកម្រិតបែបនេះគឺក្បែរតំបន់ sell ហ្នឹងឯងហើយអាចនឹងទម្លាក់ខ្លួនចុះមកក្រោមវិញដោយសារតែយើងមើលឃើញថាកម្លាំងទីផ្សារគឺនៅមានឱកាសនៅក្នុងការ down ចុះទៅក្រោមទៀតអញ្ចឹងការដែលវាបូកឡើង reversal កម្រិតតិចតួចវាប្រកាសជាមានហើយត្រឹម3 10 20 15លេខអីគឺ10លេខគឺសឹងតែច្រើនណាប៉ុន្តែឡើងចុះអញ្ចឹងជាចំណុចមួយដែលតំបន់ឃើញការ confirm candlestick ត្រូវទិញ take profit កម្រិតមធ្យមទៅឡើងដល់តំបន់លក់គឺយើងលក់ down ចុះខាងក្រោម focus ខ្លាំងគឺអាចនឹងព្យាយាមរកឱកាសក្នុងការលក់ទម្លាក់ចុះមកខាងក្រោមវិញក៏ល្អដែរបើសិនជាបងប្អូនបានវិភាគឃើញថាកម្លាំងទីផ្សារនៅក្នុងថ្ងៃនេះគឺ down ចុះខាងក្រោមអញ្ចឹងការវិភាគផ្សារនៅក្នុងថ្ងៃនេះគឺមានន័យថាយើងមើលឃើញឱកាសដែលអាចបន្តចុះឬក៏កំពុងតែចុះគឺមានខ្លះទៀតដោយសារតែវាបានចុះមកទល់30លេខជាងហើយបើសិនជាមិនទាន់ចុះឱកាស sell គឺល្អខ្លាំងអញ្ចឹងបងប្អូនដែលមិនចង់វាយស្របទិសដៅផ្សារអាចរងចាំបច្ចេកទេសបានមានន័យថាឲ្យចុះមកក្រោមតិចទៀតមកដល់តំបន់03340ឬក៏3330ហ្នឹងគឺ focus ទិញតែម្ដងកុំលក់ទៀតអីមានន័យថាតំបន់នេះគឺព្យាយាមបើកតែ position ទិញដើម្បី take profit ទេកម្លាំងសារនឹងមានឱកាសក្នុងការបកត្រឡប់ឡើងមកលើវិញបែបនេះអញ្ចឹងទាំងនេះគឺជាការ update ទៅលើដំណើរទីផ្សារមាសសម្រាប់ការជួញដូរនៅថ្ងៃទី3បងប្អូនអាចយក0ទាំងអស់នេះដើម្បីធ្វើការចូលផ្សារទាញផលចំណេញបានអញ្ចឹងសម្រាប់ការ update ទៅលើដំណើរទីផ្សារមាសគឺមានតែប៉ុណ្្នឹងទេជូនបងប្អូនទាំងគ្នាជួញដូរ trade ចំណេញច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀត